កូនចង់មកកសិកម្មយើងណាដេកស៊ីគេនោះធ្វើការហើយប្រាក់ខែបានតិចទៀតធ្វើការអត់មានថ្ងៃឈប់អីហ្នឹងប្រាក់ខែតិចហើយធ្វើឲ្យថ្ងៃបុណ្យក៏ធ្វើបើយើងនេះវិញតាស៊ីឲ្យដេកឯងហើយប្រាក់ខែច្រើនជាងគេទៀតណាចង់មកស្រុកគេក៏មកខាងកសិកម្មពិបាកណាស៊ីផឹកណានេះសិតយួនទាំងអស់